កាលពីដើមឡើយមានភូមិដាច់ស្រយាលមួយដែលមានដើមជ្រៃធំមួយដើមនៅចុងភូមិដើមជ្រៃនោះមានសភាពស្ងាត់ស្រងំនិងគួរឲ្យខ្លាចខ្លាំងណាស់ព្រោះធ្លាប់មានស្ត្រីម្នាក់មកចងកសម្លាប់ខ្លួននៅទីនោះដោយសារតែស្នេហាខកបំណងចាប់តាំងពីពេលនោះមកអ្នកភូមិតែងតែឮសំឡេងសឹកខ្សួលនិងឃើញស្រមោលមនុស្សស្រីយកចុះឡើងនៅទីនោះនៅពេលយប់ស្ងាត់យប់មួយមានបុរសម្នាក់ឈ្មោះនួនជាអ្នកភូមិផ្សេងគាត់ធ្វើដំណើរតាមផ្លូវនោះទាំងកណ្ដាលអាធ្រាត្រព្រោះប្រញាប់ទៅមើលម្ដាយឈឺពេលគាត់ដើរមកដល់ក្បែរដើមជ្រៃធំនោះស្រាប់តែមានខ្យល់បក់មកយ៉ាងត្រជាក់ហើយភ្លើងពិលរបស់គាត់ក៏រលត់ឈឹងភ្លាមនោះនួនបានក្រឡេកទៅមើលមេឈើក៏ឃើញស្ត្រីម្នាក់ស្លៀកពាក់ពណ៌សសក់វែងអន្លាយមុខស្លេកស្លាំងកំពុងលានអណ្ដាតធ្លាក់មកក្រៅនិងមានខ្សែគោដែលនាងចងកជាប់នឹងកខ្មោចចងកនោះបានសម្លឹងមកនួនទាំងភ្នែកក្រឡេកគួរឲ្យរន្ធត់ហើយសាច់ក៏ក្អឹកព្រមទាំងលូកដៃវែងពីដើមជ្រៃមកក្រោមនិងបំរុងមកចាប់ករបស់គាត់នួនភ័យលុះប្រលឹងដួលផ្កាប់ទៅលើដីរួចក៏ប្រឹងក្រោកឈររត់យ៉ាងលឿនសំដៅទៅផ្ទះអ្នកភូមិដែលនៅជិតនោះបំផុតគាត់បានស្រែកជួយផងរហូតដល់អ្នកភូមិបើកទ្វារឲ្យចូលទើបគាត់រួចផុតពីគ្រោះថ្នាក់ចាំពីថ្ងៃនោះមកគ្មានអ្នកភូមិណាម្នាក់ហ៊ានដើរកាត់ដើមជ្រៃធំនោះឡើយនៅពេលយប់ហើយរឿងរ៉ាវខ្មោចចងកនេះក៏បានក្លាយជាដំណើររន្ធត់ប្រចាំភូមិរហូតមក